ngày đấyคือนะngày đấy dùng một chỗ dynamic array in C thành ngày đấy dùng miếng using malloc function và malloc function dùng resize để para resize array để para reload function para variable chia array VLAS VLA hay năng para flexible array member chứ nàoហើយយើងមកដល់ចំណុចទី1គឺ dynamic array in C ដោយ array ក្នុង C programming វាជា static នៅក្នុង nature ទំហំតែពេលទំហំវាត្រូវការដឹងតែពេលមុនយើងដំណើរការនៅ program ហើយយើងអាចដូរទំហំ array របស់យើងទេតែពេលយើង set ថាវាមានទំហំប៉ុន្មានហើយនេះវាផ្ដល់ជាបញ្ហាមួយដែលយើងមានបញ្ហាខ្លះយើងមិនមានទំហំគ្រប់គ្រាន់ដើម្បីឲ្យមាន element មាន memory ទំហំ memory គ្រប់គ្រាន់ដើម្បីសម្រាប់ឲ្យ element បន្ថែមទៀតទេហើយខ្លះក៏យើងមាន memory ធំហើយ array យើងមាន memory តូចអញ្ចឹងវានេះវាមាន memory wastage វាលើស memory វាខាត់បង់ memory ដើម្បីមានបញ្ហានេះយើងត្រូវប្រើ dynamic array ប្រើ dynamic array allocate memory ដែលប្រើពួក malloc function calloc function ហើយឬក៏នេះជាដើមដោយជួយដល់ចំណុចទី1គឺ dynamic array using malloc function malloc ឬ memory allocation ដើម្បីប្រើវានឹងត្រូវ include standard library របស់វា header file standard library malloc ហ្នឹងជា method in C ដែលប្រើ allocate single large block memory យើង allocate យើងប្រើ memory យើងរៀបចំ memory ជា large block មួយដើម្បី specify size ដើម្បីរួមជាមួយនឹងទំហំជាក់លាក់ណាមួយយើងមើល syntax របស់វាយើងមាន pointer cache type ហើយនឹង malloc និងទំហំរបស់វាទំហំ byte bit នៅដល់នេះយើងមាន pointer ជាមួយ cache type របស់យើងគឺ integer malloc មាន100 element គុណនឹងទំហំរបស់ cache type របស់យើង integer cache type ផ្សេងមុខក៏បានដែរ100គុណនឹង integer 4 bit 4 byte យើងគុណមកប្រហែល400 byte ក្នុងតនេះវា create a dynamic array of type integer and size 100 elements មាន type integer និង100 element យើងត្រូវដើម្បីជា good practice យើងត្រូវឆែកថា malloc យើងជោគជ័យយើង allocate memory នឹងជោគជ័យអត់បើវាអត់ជោគជ័យទេវានឹងចេញ pointer របស់យើងនឹងចេញតម្លៃ null អញ្ចឹងយើងគួរតែឆែកថា memory allocation យើងជោគជ័យអត់ហើយដល់ចំណុចមួយទៀតយើងមើលឧទាហរណ៍របស់ចំណុចទី1របស់យើងគឺថាយើងមាន pointer យើងមាន size ហើយនឹងម្ដងនេះយើង address pointer និង size ហើយម្ដងនេះយើងសួរទៅ user របស់យើងតែចង់បាន pointer របស់យើងមានទំហំមានប៉ុន្មាន element យើងសួរ size របស់គេទៅចំណុចនេះម្ដងនេះគឺយើងប្រើ malloc យើងឲ្យ pointer របស់យើងឲ្យ cache type integer malloc ទំហំនៃទំហំ element យើងពេញបានគុណនឹងទំហំរបស់ integer ហើយគួរម្ដងនេះយើងគួរឆែកថា memory allocation របស់យើងជោគជ័យឬមិនជោគជ័យយើងឆែក null បើ pointer យើងអត់ជោគជ័យទេវាជា pointer នឹងចេញតម្លៃ null បើចេញតម្លៃ null យើង print ទៅ memory not allocate អាហ្នឹងគឺ fail បើវាអត់ fail ទេវានឹងជោគជ័យ memory print ទៅ memory successfully allocate using malloc មើលថាស្ដាំយើងតទៀតយើងទទួលបានបើយើងជោគជ័យហើយយើងទទួលបានយើងធ្វើ loop pointer របស់យើង loop pointer ជា array យើងមានគេដាក់
for integer យើង z ចាប់ពី0 z តូចជាងទំហំបើ z តូចជាងទំហំយើង increment z របស់យើង pointer z បូក1យើង offset z ចាប់ពី1ហ្មងទៅខ្មៅពី0វាអត់ល្អមើល z ពី1ហើយ print តម្លៃយើង pointer របស់យើងទៅអានេះយើងតាំងការម្ដងតាំងការ increment ការទៅតូចជាងទំហំរបស់យើងនេះទៅដូចឧទាហរណ៍នេះទំហំយើងពេញទៅ5តូចជាងទំហំ5យើង loop 5ម្ដង loop 5ម្ដងយើងបញ្ចេញកន្លែង pointer របស់យើង5ឲ្យចាប់ដល់ពី0 z 1 1 2 3 4 5 loop 5ម្ដងបញ្ចេញកន្លែង5បើយើងដាក់7ដងវា memory allocation យើងនឹងវាបំពេញ allocate memory គ្រប់គ្រាន់សម្រាប់ array របស់យើង 7យើងចេញដល់7ដាក់3ចេញ3 10ចេញ10 memory allocate នឹង allocate memory គ្រប់គ្រាន់សម្រាប់ array ដែលយើងចង់បានចូលដល់ជំនាញទី2គឺ dynamic array using calloc ប្រើ calloc ម្ដងហើយ calloc នេះ គឺ contiguous allocation វាខុសពីmalloc ត្រង់តែវាចាប់ពីinitialize វាចាប់ពី0 initialize calloc វាចាប់ពី0ហើយវារៀងដើរយឺតជាង malloc បន្តិចតែវាអត់សូវ buggy វាអត់សូវគៀងហើយយើងមើល syntax របស់វាយើងមាន pointer cast type ដូចតែ malloc ទេប៉ុន្តែយើងមាន element យើងមាន element man ហើយនឹងទំហំ element ហ្នឹងដល់ pointer cast type integer calloc មាន5 element ហើយទំហំរបស់នេះ cast type ទៅទំហំរបស់ element របស់យើងចូលមកមើលឧទាហរណ៍យើងមាន pointer size ដែលលើកមុនយើងមាន user input ចង់បានទំហំម៉ានរបស់ element ហ្នឹងរបស់ array របស់យើងហើយយើងមាន pointer យើងមាន cast type integer ហើយយើងមានទំហំវាគេពេញមក calloc ទំហំពេញ n យើងទៅមកយើងមានទំហំរបស់ integer ទំហំរបស់ element របស់យើងគឺជា integer ហើយយើងដូចតើ malloc ទៅយើងឆែកបើវា allocate ជោគជ័យឬអត់ pointer ស្មើ0បើវា fail វាស្មើ pointer យើងស្មើ0អញ្ចឹងវាអត់ជោគជ័យទេតែបើវាជោគជ័យវា memory allocate យើង print ទៅយើងមិនបញ្ជាក់ថាវា allocate ជោគជ័យទេ print successfully ទៅហើយយើងឆែកយើង loop វាទៅ loop pointer របស់យើងពីយើង loop ពី0ហើយ integer z 0យើង loop ទៅទំហំរបស់យើងយើងពេញទំហំណាខាងនេះយើងពេញទំហំ6ទៅ z វា0ទៅ6វានឹងចេញដល់លេខ6មើលដល់មួយទៀតគឺ dynamic array resizing dynamically resizing array using reallocate function realloc ឬ reallocation គឺជារបៀបនៅក្នុង C program យើងចង់ដូរ memory allocation ចាស់យើងចង់បង្កើត array ថ្មីដែលយើងដូរទំហំរបស់វាឡើងចុះហើយទៅតែមើលអាហ្នឹងយើងប្រើ realloc តែមាន syntax របស់យើងមាន pointer reallocate pointer ចាស់ឈ្មោះ pointer ចាស់ជាមួយនឹងទំហំថ្មីគឺលេខមើលទៅហោយើងមាននេះប្រើនេះយើងចាស់ទេយើងប្រើ calloc ចុះយើងប្រើ pointer calloc យើងឆែក null វាជោគជ័យmemory allocate ជោគជ័យអត់ហើយយើង loop pointer របស់យើងមកយើងឆែកយើង print result pointer របស់យើងហើយបើយើងចង់ដូរយើងត្រូវឲ្យទំហំថ្មីចាស់យើងឲ្យទំហំស្រាប់ខាងមុនយើងឲ្យ user input តែនេះយើងឲ្យទំហំស្រាប់ទំហំស្មើ5 element 5 integer ហើយយើងត្រូវបើយើងប្រើ reallocate យើងចង់ផ្លាស់ដូរយើងឲ្យទំហំថ្មីមកទំហំ size 10
ហើយយើងឲ្យ integer temporary យើងឲ្យ pointer ថ្មី temporary ស្មើ pointer យើងប្រើ reallocate pointer ស្មើ reallocate ឈ្មោះ pointer ចាស់មួយទំហំថ្មីរបស់យើងគឺ10còn នឹងទំហំរបស់ integer របស់យើងបើឈ្មោះយើងខុសពីឈ្មោះ pointer ចាស់បើឈ្មោះយើងខុសពីឈ្មោះ pointer ចាស់វានឹងmemory reallocate វានឹង fail វាត្រូវតែយើងសេអាកន្លែងឈ្មោះ pointer យើងសេឲ្យត្រូវបើយើងសេត្រូវហើយ memory successfully វាយើងបញ្ជាក់ else តើមកយើង insert new element យើងថា new element ហ្នឹងយើងចង់បានអីគេយើងចង់ចាប់តាមពី J5 ចាប់តាមពី integer J5 ដោយសារទំហំចាស់របស់យើង5អញ្ចឹងយើង copy នេះយើងថែមនេះ element ថ្មីយើងដើម្បី apply យើងដាក់ z បូក10ទៅដើម្បីលើសហើយយើងដឹងថាreallocate memory ហ្នឹងយើងថែមអីថ្មីយើងឧទាហរណ៍ប្រើ z បូក10ទៅចាស់យើង z បូក1ទេreallocate ហ្នឹងវា copy pointer ចាស់ copy memory allocate ជាងចាស់តោះមកយើងថែមអីថ្មីយើងអាចថែមឬក៏យើងអាចថយក្នុងករណីនេះយើងថែមទៅពេលយើង print size យើង print element មកpointer កាយើង print មកនេះ the new element print មកយើងមានចាស់យើងមាន115ដោយសារយើង size array របស់យើង5 size array វិញ5ទៅពេលយើង reallocate យើងថែមទៅ size 10វិញយើងមានដល់ជាមួយ10 element ចំពោះលើសពី5លើសពី element ចាស់ដោយសារយើងកន្លែងយើងប្រើ z5 ស្មើ5ហើយ z តូចជាងទំហំថ្មីរបស់យើង10អញ្ចឹងវា loop 5ដងទៀតហើយវាបូក10អញ្ចឹង5បូក10 15តមកវា z ឡាវា increment z ឡើង1 16 17 18 19អាហ្នឹងគឺ reallocate គឺយើងផ្លាស់ប្ដូរmemory allocation ចាស់ទៅ memory allocation ថ្មីចង់ថែមចង់ថយ element ជាដើមអញ្ចឹងយើងប្រើ reallocate យើងដល់ចំណុចទី4 variable length array ឬក៏ហៅកាត់ VLA ក្នុងចំណុចនេះយើង variable length array ឬក៏ហៅកាត់ VLA គឺជាពួក array ដែលយើង determine ទំហំទៅពេលយើងរកគឺយើងអាហ្នឹងពេលយើងប្រាប់ថាទំហំវាប៉ុន្មានហើយយើងអាចដូរទេពេលយើង define ថា array មានទំហំប៉ុន្មាន element យើងអាចដូរបានទេអត់ដូចពួក method យើងប្រើចាច់ដូចពួកមកលុបអីទេគឺ reallocate អីទេតែយើងសរសាញថាវាមានទំហំប៉ុន្មានយើងអាចដូរទេអាហ្នឹងវា downside សម្រាប់ variable length array យើងមើលទៅមកវាដូចយើង input ទៅ array យើងមានទំហំប៉ុន្មានតមកយើងមានvariable array នឹងមាន element ខ្លះយើងមាន115ទៅពេលយើងពេញអីហើយយើងអាចដូរបានទេព្រោះអាហ្នឹងយើងអាចដូរបានទេ element of VLA of given size គឺ115យើងអាចថែមយើងអាចថយបានទេអាហ្នឹង variable array យើងចូលដល់ចំណុចទី5 flexible array members ក្នុងចំណុចនេះគេចង់និយាយអំពី array នៅក្នុង structure array ក្នុង structure ហើយយើងអាច control array ក្នុង structure ហ្នឹងបានហើយប្រើ malloc ក្នុងនេះយើងត្រូវ follow rule របស់គេដើម្បីបាន flexible ក្នុង case flexible array member នេះឬទីមួយយើងត្រូវថា array នៅក្នុង structure គួរតែ declare last member of structure យើងគួរតែ declare នៅចុងក្រោយគេក្នុង structure របស់យើង array ក្នុង structure ហើយ structure យើងត្រូវតែមាន at least មួយលើសពីមួយ at least មួយ member មួយទៀតត្រូវមាន member មួយទៀតក្នុង structure ដែលមាន array របស់យើងក្នុងឧទាហរណ៍នេះយើងមាន structure student
integer len ហើយនៅ integer array អានេះ copy មកបាត់មានបញ្ហាតិចតែ integer array មាន array មួយតើមកយើង allocate memory របស់ structure របស់យើងគឺយើងសេមក struct student pointer តាំង s ឈ្មោះ pointer s ស្មើ malloc memory allocate គឺទំហំរបស់ pointer របស់យើងបូកនឹងទំហំយើងចង់ប្រែក្នុងករណីឧទាហរណ៍5អញ្ចឹងគុណនឹងទំហំរបស់ integer យើងកលេចមើលឧទាហរណ៍យើង define structure យើងមាន structure file មួយដែលមាន len ហើយនិង array ហើយក្នុងនេះយើងបង្កើត array ដែលមានទំហំ5យកយើងមាន structure យើងឲ្យ variable file មួយណា file មួយជាមាន passing type file មកលុបទំហំរបស់ pointer របស់យើងសម្រាប់ pointer បូកនឹងទំហំ array ចាំមិន array 5ក្នុង array 5ចុះគាត់នឹងទំហំរបស់ integer អានេះយើងបានមួយបាន array member ទំហំ5មួយជាងអានេះដូចគ្នាដែរstructure variable 2 file 2 pointer របស់យើងមកpass type មកលុបហើយទំហំរបស់ pointer បូកជាមួយនឹងទំហំយើងចង់ដូរដាក់10ចឹងមិនគាត់នឹងទំហំរបស់ integer តមកយើង insert element យើងloop យើង loop structure របស់យើង loop in ចាប់តាមពី0ទៅជាង5នេះសម្រាប់ member size របស់5ដល់ file 1ទៅនឹង array member របស់ structure របស់យើង array ដោយយក e loop e យក e បូក1ចាប់តាមពី1មកអានេះ10ដូចគ្នាដែរយើងចាប់តាមពី10មកមកយើង print មក print តម្លៃ5តម្លៃ10យើងចេញតម្លៃមក array size 5យើងចេញ1ដល់5អានេះវាចាប់តាមពី10អានេះ array size 10ចាប់តាមពី10រហូតទៅដល់10តួ e ទៅជាង10តួនេះ5តួអានេះ flexible array member មានប៉ុណ្ណេះហើយថ្ងៃនេះយើងមានប៉ុណ្ណឹងយើងជួបនៅចំណុចបន្តទៀតនៅពេលក្រោយ